ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីការដាក់ comment custom នៅក្នុង Facebook ដោយជាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Chrome Google ឬក៏ Safari ទៅបើសិនជាអ្នកទាំងអស់គ្នាប្រើជាពពួក iOS ហើយចំពោះអ្នកទាំងអស់គ្នាណាដែលជាសមាជិកចាស់អ្នកទាំងអស់គ្នាអាច sign up អីជាធម្មតាមកហើយចំពោះអ្នកទាំងអស់គ្នាណាដែលជាសមាជិកថ្មីមិនទាន់មានបានបង្កើត account នៅក្នុង website យើងទេអ្នកទាំងអស់គ្នាអាចបង្កើតបានដែលពួកយើងនឹងដាក់ link នៅខាងក្រោមវីដេអូនេះនៅក្នុង description ហើយអ្នកទាំងអស់គ្នាអាចមើលវីដេអូដែលពួកយើងបានបង្រៀនពីរបៀបចុះឈ្មោះបានអញ្ចឹងចាប់ផ្ដើមនៅការធ្វើសេវាកម្ម comment custom នៅក្នុង Facebook នេះនៅពេលអ្នកទាំងអស់គ្នាចូលក្នុង website បានហើយអ្នកទាំងអស់គ្នានឹងឃើញទម្រង់បែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចអូសមើលខាងលើនេះបានដូចខ្ញុំកំពុងអូសនេះអញ្ចឹងហើយចុចទៅរកពី Facebook បន្ទាប់មកទៀតចាំអ្នកទាំងអស់គ្នាទៅរកពី category ដើម្បីរកជាប្រភេទ Facebook ណាដែលអ្នកទាំងអស់គ្នាចង់បានដូចជាខ្ញុំនិយាយមែនអញ្ចឹងគឺជាប្រភេទ comment custom អញ្ចឹងខ្ញុំត្រូវអូសទៅខាងក្រោមដើម្បីរកពី comment custom ហ្នឹងទៅប៉ុន្តែចំពោះអ្នកទាំងអស់គ្នាអាចអូសមើលដល់ក្រោមបានដើម្បីចង់ដឹងថាសេវាកម្មរបស់ពួកយើងមានអីខ្លះអញ្ចឹងអ្នកទាំងអស់គ្នាអាចអូសមើលបានទៅដោយពួកខ្ញុំហៅឃើញរបស់ខ្ញុំហើយគឺមាន comment like នេះនៅពេលដែលឃើញ comment like នឹងចុចរួចរាល់ហើយខ្ញុំត្រូវចុចពាក្យ switch នេះម្ដងបន្ទាប់មកទៀតខ្ញុំត្រូវអូសមើលទៅខាងក្រោមដើម្បីដឹងថាវាមានប្រភេទ comment អីខ្លះព្រោះក្នុងនោះវាមាន comment like comment random comment custom អញ្ចឹងដូចខ្ញុំចង់បានជា comment custom ខ្ញុំត្រូវចុចនៅពេលដែលខ្ញុំចុចហើយខ្ញុំត្រូវការមកដាក់ link នៅក្នុងកន្លងប្រអប់ពាក្យ link ហ្នឹងព្រោះជាចាំបាច់ហ្មង link ហ្នឹងគឺវាសំខាន់ក្នុងការធ្វើសេវាកម្មរបស់អ្នកទាំងអស់គ្នាហ្មងអញ្ចឹងបន្ទាប់ពីនឹងមកអ្នកទាំងអស់គ្នាត្រូវ switch ទៅរក account Facebook អ្នកទាំងអស់គ្នាដែលមានវីដេអូឬ post មួយណាដែលអ្នកទាំងអស់គ្នាចង់ឲ្យ comment ហ្នឹងគឺកើនឡើងអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ switch ចូលបន្ទាប់មកទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចសញ្ញាព្រួយនេះហើយអ្នកទាំងអស់គ្នានឹងឃើញពាក្យ copy link នេះហើយបន្ទាប់ពីអ្នកទាំងអស់គ្នា copy ហើយអ្នកទាំងអស់គ្នាអាចចូលទៅកាន់ website វិញហើយអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមផាសលើក link នៅក្នុងនឹងបានហើយនៅពេលអ្នកទាំងអស់គ្នាផាស link នៅក្នុងនឹងហើយអ្នកទាំងអស់គ្នាអាចទៅសេជា comment នៅក្នុងនឹងឲ្យហើយមកដោយសារតែ comment custom តម្រូវឲ្យអ្នកទាំងអស់គ្នាសេចំនួន comment មុនហើយក្នុង comment ដែលអ្នកទាំងអស់គ្នានៅដែរគឺទៅសេបានយ៉ាងតិច10និងយ៉ាងច្រើន1លានដោយចំពោះខ្ញុំខ្ញុំដាក់ថាមិនមែនសុំដាក់ថាទេគឺខ្ញុំសុំដាក់តែ10សិនបានហើយជាឧទាហរណ៍អ្នកទាំងអស់គ្នាមើលបន្ទាប់ពីខ្ញុំទៅសេ comment នៅក្នុងនឹងចប់ហើយខ្ញុំមកមើលចំនួនកន្លែងនេះកន្លែង quantity ហ្នឹងគឺវាគ្រប់អត់ចាំមកវាគ្រប់10ហើយអ្នកទាំងអស់គ្នាអាចទៅមើលកន្លែងចំនួនទឹកលុយអ្នកទាំងអស់គ្នាត្រូវចំណាយនេះព្រោះការចំណាយហ្នឹងគឺវាអាស្រ័យទៅលើចំនួនដែលយើងដាក់អីអញ្ចឹងអ្នកទាំងអស់គ្នាអត់មានពិបាកគិតអីទៀតចំពោះការចំណាយឯងបន្ទាប់មកអ្នកទាំងអស់គ្នាចុចពី submit បានហើយនៅពេលដែលអ្នកទាំងអស់គ្នា submit ហើយអ្នកទាំងអស់គ្នាឃើញពាក្យថា your order received នេះមានន័យថាការបញ្ជាធ្វើសេវាកម្មរបស់អ្នកទាំងអស់គ្នាគឺទទួលបានជោគជ័យហើយរាល់សេវាកម្មនីមួយៗដែលអ្នកទាំងអស់គ្នាធ្វើហ្នឹងគឺត្រូវការពេលដើម្បីឲ្យប្រព័ន្ធ system យើងគឺវាដំណើរការល្អអញ្ចឹងយើងក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូត